នេះ Whitespace can make things more legible អ្នកឯងមើលឃើញទេបើសិនជា website យើង content ជាប់គ្នាអញ្ចឹងសូម្បីតែ design មួយដែរក៏មើលទៅវាញ៉ៃអញ្ចឹងត្រង់តាអ្នកមិនមែនជា design គ្រាន់តែគាត់ជា user ធម្មតាគឺគាត់ពិបាកនៅក្នុងការមើលមែនតើគាត់មើលដាច់ថាអូម្ដុំណាជារបស់ម្ដុំណា content ណាជា content ណាថតអំពីអញ្ចឹងគឺវាមួយជាប់គ្នាអញ្ចឹង Whitespace គឺបែងចែកឲ្យយើងងាយស្រួលក្នុងការមើលអានេះតើតើជាមួយនឹងhierarchy មានថាតាមលំដាប់លំដោយទាំងទៅ concept វាគឺតើតើជាមួយនឹង Whitespace ឲ្យយើងដឹងថាឥឡូវបើសិនជាយើងដាក់ប្រអប់បកអញ្ចឹងហើយយើងដាក់ user អញ្ចឹងយើងដឹងថាuser ប្រអប់នេះ user ផុសមួយណា user នេះផុសប្រអប់មួយណាយើងដឹងហើយតែបើសិនយើងបែងចែក Whitespace ឥឡូវជាចេះវិញយើងស្រួលមើលអត់ដឹងថាអូ user នេះផុសបកនេះ user នេះផុសបកនេះអញ្ចឹងវាបែងចែកធ្វើឲ្យយើងហ្នឹងងាយស្រួលក្នុងការកត់សម្គាល់ហើយ user ហ្នឹងក៏ដឹងដែរក៏អត់ច្រឡំទេថាប្រអប់ណា belong to ប្រអប់ណាយើងចូលដល់មួយទៀតតកតងជាមួយនឹង the contrast and color អានេះគឺយើងប្រើ color អញ្ចឹង contrast មានថាមិនមែនឲ្យតែពណ៌ contrast គឺវាល្អហើយយើងត្រូវដឹងដែរពេលខ្លះ contrast ខ្លះគឺយើងពិបាកមើលមកឧទាហរណ៍ជាក់ស្ដែងនៅក្នុង screen នេះយើងឃើញអត់យើងប្រើ background ពណ៌សដល់ពេល contrast color ពណ៌ខ្មៅអញ្ចឹងវាមើលទៅធ្វើឲ្យយើងដឹងថាអូ background នៅ background អក្សរយើងមើលឃើញអក្សរច្បាស់ប៉ុន្តែពណ៌នេះវា contrast មែនពណ៌សហើយនិងពណ៌ផ្សេងគឺវា contrast ដាច់មែនប៉ុន្តែស្រួលថាវាស្រួលប្រើអត់វាស្រួលមើលអត់យើងមើលឃើញអត់ច្បាស់ចិត្តឃើញអញ្ចឹងទោះវា contrast មែនប៉ុន្តែយើងត្រូវ contrast ឲ្យមើល color ផងថាមើលទៅឃើញអត់មើលទៅស្អាតអត់អញ្ចឹងក្នុងនាមជាអ្នក design គឺយើងត្រូវចេះគិតទៅលើរឿងហ្នឹងមួយទៀតការប្រើប្រាស់ color ដែរបើថានេះគឺវាប្រើតែមួយពណ៌សុទ្ធមកអញ្ចឹងយើងអត់ដឹងថាអូមើលទៅយើងច្រឡំគ្នាថាគឺថាហ្នឹងវាសិតតែជា content ទេដល់ពេល content ក៏យើងមើលច្បាស់តែអត់ដឹងថាហ្នឹងវាជាយើង click បានឬអត់បានដែរតែបើសិនយើងដាក់ចេះអូយើងចាប់អារម្មណ៍ហ្មងធ្វើឲ្យភ្នែកយើងចាប់តាមតាក់ទាញហ្មងទៅកាន់ color ពណ៌នេះ continue នេះអញ្ចឹងមានថាយើងកន្លែងនេះ continue យើងអាច click បានឬក៏វានៃផ្សេងទៀតទៅអាហ្នឹងមានថាការប្រើប្រាស់ color មួយដែរមួយទៀតគឺ contrast color picking color isn't just a rocket science focus on two main color pick colors with adequate and contrast មានថាការប្រើប្រាស់ color ច្រើនគឺវា messy វាអត់ attract the user ទៅប្រើប្រាស់ website របស់យើងទេអញ្ចឹង instead of using color ច្រើនគឺយើងប្រើតែ color បន្តិចបានហើយដែលវាមើលទៅវា like មួយចូលគ្នាមើលទៅសមហ្មងហើយវា contrast គ្នាអញ្ចឹងធ្វើឲ្យ website របស់យើង design ទៅគឺ clean ហើយងាយស្រួលក្នុងការប្រើប្រាស់